ទីនេះគឺជាភូមិឋានដ៏កក់ក្ដៅរបស់អតីតយុទ្ធជននិងសម្បទាននឹកទីទាល់ក្រជិត200គ្រួសារស្ថិតនៅលើដីសម្បទានសង្គមគិច្ចដែលរាជរដ្ឋាភិបាលបានរៀបចំជូននៅក្នុងមូលដ្ឋានភូមិមួយឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុទីតាំងចូលនិវត្តន៍សម្រាប់អតីតយុទ្ធជននេះបានរៀបចំឡើងតាំងពីឆ្នាំ2014មកម្លេះដែលមានទំហំ1050ហិកតាជាង12ឆ្នាំមកនេះមូលដ្ឋានអតីតយុទ្ធជនក្នុងស្រុកស្ទឹងហាវបានផ្លាស់ប្រែមុខមាត់ថ្មីឈានទៅរកវឌ្ឍនភាពល្អប្រសើរជាលំដាប់ដើម្បីបំពេញសេចក្តីត្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជននិងសម្បទាននឹកទាំងអស់បើនិយាយពីវឌ្ឍនភាពលេចធ្លោជាងគេនៅទីនេះគឺជាជម្រកដ៏កក់ក្ដៅជិត200ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីដែលក្នុងនោះផ្ទះមួយចំនួនផ្ដល់ជូនតាមរយៈឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុបច្ចុប្បន្នផ្ទះដែលបានសាងសង់រួចត្រូវបានប្រគល់ជូនសម្បទាននឹកដែលជាអតីតយុទ្ធជនចំនួន182គ្រួសារក្នុងនោះមាន80គ្រួសារទទួលបានផ្ទះមួយខ្នងមានទំហំ5x9 ម៉ែត្រដីលំនៅឋាន30x40 ម៉ែត្រនិងដីកសិកម្ម1ហិកតាចំណែក102គ្រួសារទៀតដែលក្នុងមួយគ្រួសារទទួលបានដីឡូទំហំ30x40 ម៉ែត្រនិងដីកសិកម្ម1ហិកតានៅទីតាំងនោះដី1000ហិកតាជាងគឺជាទីតាំងថ្មីអញ្ចឹងនៅពេលដែលខេត្តបានរៀបចំជូនដល់សម្បទាននឹកហើយរហូតមកដល់ការសាងសង់ផ្ទះចំនួន51ក្នុងផ្ទះនិងបច្ចុប្បន្ន32ក្នុងផ្ទះនេះបន្ថែមទៀតនេះគឺក្រុមការងារថ្នាក់ខេត្តដែលមានការជួយជ្រោមជ្រែងពីក្រសួងដូចជាក្រសួងអភិវឌ្ឍជនបទហើយនឹងមន្ទីរនៅក្នុងខេត្តរបស់យើងជួយគ្នាទៅវិញទៅមកអង្គភាពEDC ជាដើមនេះចា៎គឺយើងបានចំពោះផ្លូវយើងបានរៀបចំផ្លូវ48ខ្សែដែលមានប្រវែង37គីឡូជិត40គីឡូបាទហើយយើងរៀបចំដងទឹកបាន12ដងទឹកយើងបានរៀបចំជាអគារសម្រាប់សិក្សាដល់មត្តេយ្យក៏មានមន្ទីរពេទ្យជាមណ្ឌលសុខភាពក៏មានបាទមានតភ្លើងតបណ្ដាញអគ្គិសនីទៅដល់ហើយនឹងការរៀបចំជួយឧបត្ថម្ភការដាំដើមឈើនៅតាមផ្ទះរបស់គាត់ដើមឈើនេះគឺផ្ដល់ពូជហើយពេលខ្លះយើងទៅដល់ក៏ឃើញគាត់ពិបាកក្នុងការដាំដុះអញ្ចឹងយើងក៏ហៅទាំងយុវជនហៅទាំងសិស្សអីផ្សេងក្នុងគ្នាទៅជួយដាំគាត់ទាំងយុវជនទាំងមន្ត្រីកសិកម្មដើម្បីទៅដាំជូនគាត់បច្ចុប្បន្ននេះគឺខ្ញុំបានណែនាំឲ្យលេខាធិការដ្ឋានរបស់យើងធ្វើការប្រជុំហើយនឹងធ្វើបច្ចុប្បន្នភាពចា៎ថាតើក្នុងចំណោមសមាជិកសមាគមរបស់យើងជាង2000នាក់ដែលខ្ញុំបានលើកឡើងខាងលើក្រៅតែពីសម្ដេចបានជួយ51ខ្នងអាដាមឧបសាយសំអាលបានជួយ6ខ្នងទៅតាមភូមិដែលអ្នកមានដីអត់ផ្ទះហើយនឹងកំពុងសាងសង់32ខ្នងទៀតនៅនទីលាននោះយើងបានធ្វើបច្ចុប្បន្នភាពទៅរហូតមកដល់បច្ចុប្បន្ននេះគឺអត់តន់មានទាំងអតីតយុទ្ធជនទាំងនិវត្តជនគឺអត់តន់មានអ្នកណាក្រៅពីនោះថានៅខ្វះខាតទីលំនៅសមរម្យនោះទេគាត់មានទីលំនៅរបស់គាត់គ្រប់គ្នាអស់ហើយចា៎ឯកឧត្តមម៉ាំងស៊ីណេតបន្ថែមថាដោយមើលឃើញថាអតីតយុទ្ធជនមួយចំនួនមានវ័យចាស់ហើយគ្រួសារខ្លះមានពិការភាពពិបាកឡើងចុះផ្ទះឯកឧត្តមបានចាត់ឲ្យក្រុមការងាររៀបចំសាងសង់បំពេញបន្ថែមនៅបន្ទប់ផ្នែកខាងក្រោមផ្ទះគ្រប់ខ្នងផ្ទះដើម្បីឲ្យគាត់ងាយស្រួលស្នាក់នៅខាងក្រោមបានតែម្ដងអតីតយុទ្ធជនមួយរូបដែលធ្លាប់រស់នៅគ្មានទីពឹងរស់នៅលើរមាក់តាមផ្លូវសាធារណៈរស់សัตว์អណ្ដែតមកពីខេត្តបន្ទាយមានជ័យឈ្មោះសួនសៅដែលទទួលបានអំណោយផ្ទះនិងដី
ពីសម្ដេចតេជោហ៊ុនសែននៅដីសម្បទានសង្គមគិច្ចស្ទឹងហាវបានបង្ហាញក្តីរំភើបឥតឧបមាព្រោះមិនធ្លាប់ស្រមៃថាមានថ្ងៃទទួលបានអំណោយដ៏ថ្លៃថ្លាបែបនេះទេគំនិតគោលការណ៍របស់គាត់បង្កើតផ្ទះបង្កើតអីឲ្យខ្ញុំមានសេចក្តីសុខបាទព្រោះមកដើមនៃជីវិតខ្ញុំមិនដែលមានផ្ទះមានដីទេមេអត់ទេខ្ញុំដើរនៅតាមចៅមកដល់ទេខ្ញុំងើបពីតស៊ូមកគាត់មានដីមានផ្ទះឲ្យខ្ញុំនៅរស់នៅហើយគាត់មានប្រាក់ខែខ្ញុំហូបទៀតបាទអញ្ចឹងបើថាខ្ញុំរកថ្ងៃសុបាយចិត្តគាត់រៀបចំរាជរដ្ឋាភិបាលគាត់ល្អគាត់រៀបចំឲ្យប្រជាជនរស់នៅឲ្យមានសណ្ដាប់ធ្នាប់កុំឲ្យដើរសត្វត្រីណាគ្រូណាបាទលោករ៉ែនធីអាយុ72ឆ្នាំពិការជើងស្ដាំជាអតីតទាហានវរៈសេនាតូចលេខ388ដែលបច្ចុប្បន្នប្តូរមកជាវរៈសេនាតូចលេខ340ចំណុះឲ្យបញ្ជាការដ្ឋានយុទ្ធភូមិភាគទី3កំពុងរស់នៅភូមិឋានអតីតយុទ្ធជននេះបានរៀបរាប់ថាបាទវាខុសពីមុនអារម្មណ៍ពីមុនយើងតាំងតែងថាខ្វះដីខ្វះទឹកសម្រាប់តម្រកដាំអានេះអានោះចិញ្ចឹមឆ្នាំងអញ្ចឹងអត់មានតែឥឡូវក្រោយមកពីសម្ដេចបានប្រទានឲ្យមកខ្ញុំហ្នឹងខ្ញុំបានមកបានខ្ញុំខំកសាងខិតខំតែអារម្មណ៍បានន័យថាចិត្តចង់ធ្វើដើម្បីបានហូបខ្លួនឯងហើយចំណាយថវិកាដែលសម្ដេចប្រទានមក50,000ហ្នឹងគឺព្យួរដីនេះទាំងអស់អត់មានយកហូបទេគឺចង់បានស្រឡាញ់ដីស្អាតណាដូចមេក៏ដឹងអញ្ចឹងខ្ញុំចង់បានស្អាតចង់បានធ្វើដំណាំអីឲ្យវាស្រួលជាងគេក្រៅពីការងារសាងសង់ផ្ទះនៅទីនេះមានវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលសម្រេចបានជាច្រើនទៀតមានដូចជាផ្លូវក្រាលគ្រោះក្រហម48ខ្សែអណ្ដូងទឹកសាលារៀនមណ្ឌលសុខភាពតបណ្ដាញភ្លើងចូលតាមខ្នងផ្ទះសាងសង់ស្ពានទំនប់បង្ហៀរទឹករៀបចំប្រព័ន្ធលូមូលនិងលូប្រអប់បានចំនួន38ទីតាំងព្រមទាំងស្ថាបនាផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែប្រវែង12គីឡូម៉ែត្រតភ្ជាប់ពីផ្លូវសម្ដេចសង្ឃរាជទេពវង្សចូលក្នុងភូមិរហូតដល់ផ្លូវ60ម៉ែត្ររបស់ក្រុមហ៊ុនឋានសួគ៌ជាការកត់សម្គាល់ក្នុងការជួយជ្រោមជ្រែងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជនក្នុងភូមិចូលនិវត្តន៍មួយនេះកន្លងមកអនគរខេត្តព្រះសីហនុដែលមានឯកឧត្តមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តជាប្រធាននិងឧត្តមសេនីយ៍ត្រីនៅសំអល់មេបញ្ជាការតំបន់ប្រតិបត្តិការសង្គ្រោងព្រះសីហនុនិងជាប្រធានលេខាធិការដ្ឋានខេត្តជានិច្ចកាលតែងតែបានចុះសួរសុខទុក្ខពិនិត្យមើលពីភាពខ្វះខាតជួយឧបត្ថម្ភគាំទ្រស្បៀងអាហារសម្ភារៈប្រើប្រាស់ចែកជូនពូជដំណាំព្រមទាំងបានដឹកនាំកងកម្លាំងជួយដាំដុះដែលនេះជាសកម្មភាពនៅប្រគិស្មារនិងបងប្អូនអតីតយុទ្ធជនជានិច្ចដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់រស់នៅដោយឯកាឡើយចំពោះផែនការអនាគតចំពោះក្រុមគ្រួសារអតីតយុទ្ធជននិងនិវត្តន៍ជនទី1យើងនឹងបន្តខិតខំក្នុងការប្រមូលមូលនិធិសាងសង់ផ្ទះដល់អតីតយុទ្ធជននិងនិវត្តជនរបស់យើងក្នុងករណីថាយើងធ្វើបច្ចុប្បន្នភាពទៅមានរកឃើញគាត់អត់មានដីអត់មានផ្ទះឬក៏គាត់មានដីអត់ផ្ទះអាហ្នឹងយើងនឹងខិតខំជួយសាងសង់ផ្ទះជូនពួកគាត់បាទបន្តមកទៀតគឺយើងបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជននិងនិវត្តជនឲ្យបានជ្រួតជ្រាបអំពីផលប្រយោជន៍របស់សមាគមហើយស្ម័គ្រចិត្តចូលឲ្យបានគ្រប់គ្នាចា៎បាទបន្តសហការជាមួយនឹងមូលនិធិជាតិជំនួយសង្គមដើម្បីផ្ទេរថវិកាវិភាគទានប្រចាំខែនិងថវិកាបេឡាជាតិមរណៈសង្គ្រោះដល់ពួកគាត់ឲ្យតាន់ពេលវេលាបំផុសចលនាប្រឡងប៉ុណ្ណឹង3ប្រការនៅគ្រប់ថ្នាក់ដើម្បីរកឲ្យឃើញនៅអតីតយុទ្ធជនដែលមានស្នាដៃនិងលើកសរសើររួមទាំងផ្សព្វផ្សាយជាគំរូនិងជូនរង្វាន់ដល់ពួកគាត់ខិតខំអំពាវនាវបន្តដល់សប្បុរសជនអាជីវករក្រុមហ៊ុននិងអង្គការផ្សេងៗដើម្បីគៀងគរមូលនិធិដើម្បីកសាងផ្ទះជូនដល់ពួកគាត់អ្នកចំពោះអ្នកដែលមានជីវភាពខ្វះខាតចា៎បាទខ្ញុំគិតថាទាំងអស់នេះគឺជាអ្វីដែល
យើងក្រងនឹងរៀបចំបន្តទៅទៀតដើម្បីពួកគាត់ ខ្ញុំមិនប្រជែកខ្ញុំសូមអរគុណទៅដល់សម្ដេចណាសម្ដេចទាំងទ្វេទាំងព្រមទាំងមន្ត្រីរាជការអស់លោកដែលនៅទីនេះបានជាខ្ញុំបានទឹកបានដីតាមសម្ដេចហ្នឹងហើយដូច្នេះខ្ញុំអត់ភ្លេចគុណទេទោះបីទៅដល់ណាក៏មិនភ្លេចគុណតែខ្ញុំមានពាក្យអីនិយាយច្រើនណាប៉ិនខ្ញុំនៅតែចាំជាប់ពួកខ្ញុំមិនរត់ចោលសម្ដេចទេជូនពរឲ្យគាត់សុខភាពល្អហ្នឹងណាការងារដោះស្រាយឲ្យរលូនដើម្បីការពារប្រទេសជាតិក៏ដូចជាខ្ញុំទាំងអស់គ្នាដែរបាទ សូមអរគុណសម្ដេចតេជោទាំងអស់គាត់អ្នកចែកដីចែកផ្ទះឲ្យបែកផ្ទះតែបានសុខសប្បាយខ្ញុំធូរធារខ្ញុំលេងបាក់ដូចមុនហើយដូចមុនខ្ញុំដើរសัตว์សែងត្រែងកុំសម្ដេចតេជោចែកដីឲ្យខ្ញុំដឹងទៅដល់ណាទេដើរកាត់ព្រៃកាត់ត្រោកនៅដើរតាមជើងគេដេញព្រឹកដេញងាយហ្នឹងសូមគាត់ដឹកនាំឲ្យបានឆ្លៀសវៃឲ្យបានតទៅមុខទៀត